រដ្ឋភាសឹកជាង1000គ្រួសារមិនអាចវិលទៅផ្ទះវិញបានដោយសារតែយោធាថៃដាក់ទូកុងតឺន័រនិងលូកបន្លាបិទផ្លូវមិនឲ្យចូលនៅព្រឹកថ្ងៃទី5ខែមករាឆ្នាំ2026នេះក្រសួងព័ត៌មានបានចុះផ្សាយឲ្យដឹងថាយោងតាមអាជ្ញាធរដែនដីបានបញ្ជាក់ថាមានប្រជាពលរដ្ឋភាសឹកប្រមាណជាង1000គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពដែលមិនអាចទៅកាន់លំនៅឋានបាននោះទេតាមប្រភពបានឲ្យដឹងបន្តទៀតថានោះគឺដោយសារតែទាហានថៃបានដាក់ទូកុងតឺន័រនិងលូបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅចំពោះករណីនេះក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក៏បានចាប់ផ្ដិតយកទស្សនវិជ្ជាជនភាសឹកនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំកបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី4ខែមករាឆ្នាំ2025កន្លងទៅនេះ